ពេលបច្ចុប្បន្ននេះតើការសិក្សាអំពីសាលាចរិតរបស់ខ្មែរយើងមានប្រមាណទាំងដែរលោកគ្រូហើយមាននៅទីណាខ្លះដែរលោកគ្រូបាទអរគុណការដែលយើងរាប់សាលាចរិតជាសរុបមកយើងពិបាកនឹងរាប់ពីព្រោះអីសាលាចរិតខ្លះដែលវានៅសល់ពីសម័យបុរាណវាកប់នៅក្នុងដីដោយសាររយៈពេលវេលាអញ្ចឹងណាអញ្ចឹងរបៀបដែលរាប់គេរាប់តាមការចុះបញ្ជីសាលាចរិតនៅសម័យមុនដែលនៅពេលដែលក្រមអ្នកស្រាវជ្រាវបារាំងជាពិសេសលោកហ្សកសដេសគាត់បានបង្កើតជាបញ្ជីសារពើភ័ណ្ឌសាលាចរិតដោយផ្ដល់លេខសម្គាល់សម្រាប់សាលាចរិតខ្មែរនិងសាលាចរិតចាមដោយសារបារាំងបានត្រួតត្រាស្រុកខ្មែរនិងស្រុកវៀតណាមដូច្នេះហើយលើដែនដីទាំងអស់ហ្នឹងពីបុរាណវាមានខ្មែរហើយនិងចាមអញ្ចឹងខ្មែរនោះគេប្រើអក្សរកាជាលេខសម្គាល់មកពីពាក្យខ្មែរអក្សរសេមកពីចម្ប៉ាណាអញ្ចឹងដូចវោកាញ់អញ្ចឹងសេ40ដោយសារពីដើមគេយល់ថាជារបស់ចាមអញ្ចឹងបានគេដាក់សាលាចរិតហ្នឹងលេខកូដរបស់ចាមហ្នឹងទៅហើយក្រោយមកមានការទៅជែកវែកញែកគ្នាថាសាលាចរិតរបស់ខ្មែររបស់ចាមនៅក្នុងការពិភាក្សាហ្នឹងរហូតដល់ថ្ងៃដែរអញ្ចឹងបញ្ជីហ្នឹងរហូតមកដល់ថ្ងៃមានច្រើនជាង1600ណាវា1600ជាងបញ្ជីដែលខ្ញុំទទួលបានពីខាងក្រុមការងាររបស់សាលាបារាំងចុងបូព៌ាហ្នឹងគឺ1600ជាង1600ហ្នឹងជាលេខបញ្ជីហ្នឹងគឺចុះជួនកាលសាលាចរិតមួយគេចុះលេខការមួយជួនកាលសាលាចរិតមួយក្រុមគេចុះលេខការមួយដែរឧទាហរណ៍សាលាចរិតសម័យទំនើបដែលអ្នកស្រាវជ្រាវជាន់មុនហៅសាលាចរិតសម័យទំនើបនៅអង្គរវត្តឬសាលាចរិតសម័យកណ្ដាលនៅប្រាសាទអង្គរវត្តហ្នឹងការ302មួយមិនមែនមានតែមួយផ្ទាំងទេមានច្រើនផ្ទាំងអញ្ចឹងបើសួរថាមានប្រមាណផ្ទាំងយើងពិបាកសរុបអញ្ចឹងហើយយើងសរុបតាមលេខបញ្ជីមាន1600ជាងបាទនៅក្នុងចំណោមសាលាចរិតហ្នឹងគឺវិសាលភាពរបស់សាលាចរិតទី1គឺនៅក្នុងផ្ទៃដីប្រទេសកម្ពុជាបច្ចុប្បន្នទី2នៅលើទឹកដីរបស់វៀតណាមរបស់ឡាវរបស់ថៃដែលជាអតីតទឹកដីរបស់ចក្រភពខ្មែរណាអញ្ចឹងទោះបីរកឃើញនៅវៀតណាមរកឃើញនៅឡាវរកឃើញនៅស្រុកថៃក៏ដោយខាងសាលាបារាំងចុងបូព៌ាហ្នឹងគេនឹងដាក់លេខការសម្រាប់ខ្មែរព្រោះសាលាចរិតហ្នឹងជាសាលាចរិតខ្មែរពីសម័យដើមចា៎គេអាចរកឃើញនៅប្រទេសដទៃទៀតនៅខាងក្រៅឧទាហរណ៍នៅប្រទេសជប៉ុនឧទាហរណ៍នៅអាមេរិកនៅអង់គ្លេសនៅសិង្ហបុរីឬនៅស្រុកណាផ្សេងទៀតប៉ុន្តែមិនមែនមានន័យថាដីខ្មែរយើងនៅដល់ហ្នឹងទេវាកើតឡើងដោយសារតែការជួញដូរវត្ថុបុរាណការជួញដូរឬក៏ដូចនៅបារាំងភាគច្រើនអញ្ចឹងគឺដោយសារសម័យអាណានិគមយើងស្ថិតនៅក្រោមការគ្រប់គ្រងរបស់បារាំងយកទៅណាអញ្ចឹងដែលចេញទៅឆ្ងាយតាមរយៈរឿងអាណានិគមហើយនឹងការជួញដូរណាទោះបីជាកើតឡើងតាមការជួញដូរទៅដល់ស្រុកក្រៅអីក៏ដោយគេនៅតែចុះលេខការហ្នឹងដោយសារវារបស់ខ្មែរពីដើមណាបាទហើយសាលាចរិតដែលនៅលើដីខ្មែរតាមដែលខ្ញុំស្រង់កន្លងមកត្រឹមលេខបញ្ជីការ1599នៅក្នុងផ្ទៃដីស្រុកខ្មែរយើងរាល់ថ្ងៃមានលេខសាលាចរិតដែលចុះបញ្ជីហ្នឹងមានចំនួន1196លេខបញ្ជីហើយភាគច្រើនសិក្សារួចហើយមានចំនួន287មិនទាន់សិក្សានៅខាងក្រៅប្រទេសណាក្រៅពីប្រទេសខ្មែរយើងបច្ចុប្បន្នហ្នឹងទាំងនៅលើដីថៃនៅលើដីឡាវនៅលើដីវៀតណាមនិងស្រុកខាងក្រៅហ្នឹងមាន357ហើយក្នុងចំណោមហ្នឹងមានចិត្តពាក់កណ្ដាលដែលមិនទាន់សិក្សាគឺមាន145លេខបញ្ជីដែលអត់ទាន់សិក្សាអញ្ចឹងអាហ្នឹងខ្ញុំស្រង់កាលពីលេខបញ្ជីនៅត្រឹម1599បច្ចុប្បន្នហ្នឹងលេខហ្នឹងវាបន្ត1610ឬ1920អីហើយបាទអាហ្នឹងខ្ញុំមិនទាន់បានទទួលទិន្នន័យនឹងបន្តទៀតទេហើយសួរថាមានលេខបញ្ជីប៉ុណ្ណឹងសួរថាមានសាលាចរិតតទៀតអត់មាននៅតែរកឃើញជាប្រចាំជារឿយនៅតាមប្រាសាទពេលដែលកាប់ឆ្ការនៅតាមដីស្រែចំការផ្ទៃដីកសិកម្មឈូសឆាយអីទៅ
ក៏ជួបប្រទះណាជារឿយជួនកាលនោះមួយខែអាចរកឃើញ1 2មួយឆ្នាំរកឃើញ4 5ឬក៏10 20ទៅតាមភាពចៃដន្យនៃការរកឃើញហ្នឹងជួនកាលទៅការតាមរយៈកំណាយបុរាណវិទ្យាជួនកាលទៅតាមរយៈដោយតែខ្ញុំនិយាយពីការប្រកបប្រកាន់ផលជាដើមអញ្ចឹងទៅជួនកាលរបស់ហ្នឹងវានៅនឹងភ្នែកដែលអាចមើលឃើញប៉ុន្តែមនុស្សអត់ទាន់ទៅដល់ដល់ពេលទៅដល់ទៅគេរកឃើញអញ្ចឹងចំនួនហ្នឹងចេះតែកើនឡើងជាបន្តបន្ទាប់នឹងរាប់តែសាលាចរិតដែលពីសម័យបុរាណទេថ្មីយើងអត់ទាន់ចុះវិជ្ជាណាដូចខ្ញុំជម្រាបវាអត់ទាន់ខ្លាយទៅជាកម្មវត្ថុនៃការសិក្សាទេដោយដែលបានបញ្ជាក់ពីខាងដើមសាលាចរិតក្តីវត្ថុបុរាណទាំងឡាយក្តីមានតម្លៃជាបេតិកភណ្ឌរបស់ជាតិមានតម្លៃជារួមដែលយើងត្រូវតែចូលរួមថែរក្សាទាំងអស់គ្នាដើម្បីយើងកាន់តែយល់ដឹងអំពីបុរាណនិងយល់ដឹងអំពីតម្លៃនេះសូមប្រជាពលរដ្ឋទាំងអស់ចូលរួមក្នុងការថែរក្សាផងនិងចូលរួមក្នុងការសិក្សាស្វែងយល់ទាំងអស់គ្នាផងកាលណាតែយើងបានស្វែងយល់គឺយើងយល់អំពីតម្លៃនោះនិងមានស្មារតីនៅក្នុងការថែរក្សាដើម្បីឲ្យវត្ថុទាំងអស់នោះមានភាពថិតថេរបន្តទៅមុខទៀតចាសសូមអរគុណលោកគ្រូដែលបានចំណាយពេលវេលាដ៏មានតម្លៃចែករំលែកព័ត៌មាននិងចំណេះដឹងនៅក្នុងកម្មវិធីអំណានប្រវត្តិសាស្ត្រខ្មែរនៃ AMA Radio ខ្មែរចាសសូមអរគុណ